ដោយសារយើងទៅបង្ការអញ្ចឹងបងមកក្រេបទឹកឃ្មុំចុះបើសិនជាបងចង់មាន baby អនឡាញចង់ឲ្យបងមាន baby ហ្មងមាន2យកកូនភ្លោះមកមួយក៏មិនអូយបាទនិយាយទៅគឺថា trending តែម្ដងបាទកន្លែងមានដឹងថាមូលហេតុអីបានបងមករោដើមឈើធំធំអត់ដឹងគឺដោយសារតែបងរោឃ្មុំដោយសារយើងទៅបង្ការអញ្ចឹងបងមកក្រេបទឹកឃ្មុំអេគ្រីអូខេដល់អរគ្នាឥឡូវយើងបានមកដល់ខេត្តកំពតហើយមកនេះបាទខ្ញុំកំពុងតែរោបឃ្មុំប្រភេទឃ្មុំធំដូចជាឃ្មុំចង្អេឃ្មុំអីចឹងណាដោយសារតែខ្ញុំ2នាក់ទៅតការឲ្យត្រូវអត់អញ្ចឹងយើងកំពុងតែរោកន្លែងក្រេបទឹកឃ្មុំតែឥឡូវវាឃើញឃ្មុំឃើញតែអ៊ំម៉ាល់បាទឃើញតែអ៊ំម៉ាល់ហើយឡើងរហូតបាទអញ្ចឹងអានេះខេត្តកំពតណាបងប្អូនបាទគឺថាស្អាតតែម្ដងទីតាំងរបស់គេនេះគេអត់បានជួលខ្ញុំទេខ្ញុំមកលេងទេបងប្អូនបាទតែបើគាត់បានឃើញវីដេអូនេះហើយចាំគាត់បាញ់តាម APA ជូនខ្ញុំក៏បានដែរបាទដោយសារខ្ញុំថតវីដេអូបាទនេះមកមើលកន្លែងនេះបាទមកមើលកន្លែងនេះបងប្អូនបាទស្អាតតែម្ដងមកនេះខ្ញុំនិយាយមែនណាខ្ញុំសរសើរគឺថាការរៀបចំរបស់គេគឺស្អាតមានទាំងកញ្ចុះមានទាំងសាឡុងវ៉ាវកប់សេរីតែម្ដងអញ្ចឹងសូមបញ្ជាក់បងប្អូនយើងវិញថាឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើ vlog របៀបដូចមុនបដាតទៅទៀតហើយដោយសារតែខ្ញុំនឹកការខ្ញុំធ្វើ vlog ដំបូងអញ្ចឹងណាបងប្អូនបាទឥឡូវនេះខ្ញុំមានសកម្មភាពអីគឺខ្ញុំថតជូនបងប្អូនតែម្ដងហើយបើសិនជាបងប្អូនចូលចិត្តប្រភេទ vlog បែបនេះកុំភ្លេច comment ពាក្យថា yes ទាំងអស់គ្នាផងណាបងប្អូនបាទព្រោះតា vlog អីហើយទៅធ្វើឲ្យយើងមានថ្ងៃបាទណែឃើញប្រពន្ធខ្ញុំក៏ដឹងហ៎បាទនេះជាទីតាំងសម្រាប់ដែលយើងញ៉ាំអីណាបងប្អូនបាទអូនមកខាងនេះឃើញទេស្អាតណាស់បងប្អូនបាទអញ្ចឹងបើសិនជាម្ចាស់គាត់ឃើញហើយគាត់អាចនឹងលើកទឹកចិត្តខ្ញុំ$1 $2បញ្ចូលកាតក៏បានដែរស្អាតណាស់បងប្អូនបាទបាយមកខាងវាឈ្មោះអីគេបងអានេះគេហៅភូមិថ្មីណាភូមិថ្មីកពតបាទអញ្ចឹងបើសិនជាបងម្ចាស់ភូមិថ្មីកពតបានឃើញហើយជួយលើកទឹកចិត្តខ្ញុំក៏បានដែរអីទេកាត់$1 $2ជាការលើកទឹកចិត្តអូខេអញ្ចឹងត្រឡប់មកវិញឥឡូវនេះយើងមកគេងនៅកពតមួយយប់ហើយកន្លែងគេងមួយយប់ហ្នឹងក៏ស្អាតដែរអញ្ចឹងបងប្អូនចាំតាមដានវីដេអូហ្នឹងឲ្យចប់ទៅហើយឥឡូវយើងដើរមើលមកជុំមើលថានៅនេះមានអីគេខ្លះទៀតតោះហើយអាវស្អាតណាស់បើបងប្អូនចង់បានកុំភ្លេចណាប្រពន្ធខ្ញុំមានលក់អាវដូចកាលីកាពាក់ចូលឆ្នាំគឺត្រូវតែម្ដងបងប្អូនអាច comment សួរបានអានេះវាមានរចនាប័ទ្មខ្មែរយើងល្ខោនស្បែកធំចឹងគឺយើងពាក់ពេលចូលឆ្នាំហ្នឹងគឺត្រូវខ្ញុំពាក់គូអញ្ចឹងស្អាតតែម្ដងហើយមានមួយគូទៀតបងប្រុសបងស្រីជាមួយតិចទៀតខ្ញុំឲ្យមើលណាតោះរចនាប័ទ្មរចនាប័ទ្មស្អាតពេកដើរលឿនដល់កបាទអូខេបងប្អូនបើសិនជាគ្រប់ត្រូលខ្ញុំធ្វើ vlog ទៀតកុំភ្លេច comment ពាក្យថា yes ឃើញទេឃើញខ្ញុំធ្វើ vlog វិញឃើញស្អាតទេឃើញអាវប្រពន្ធខ្ញុំពាក់អីឃើញខ្ញុំពាក់អីប៉ុន្តែកាន់ឲ្យបងតិចមកកាន់តិចមកឲ្យបងឲ្យគេមើលតិចអូខេបាទវានឹកឃើញពេលកាន់ចឹងនឹកឃើញអាការឲ្យបែរចប់លុយទិញ GoPro យ៉ា GoPro តែយើងមិនថតចាទស្សនវិជ្ជានេះគឺស៊ីគ្នាមួយអាវដៃបាយខ្នងមើលអូខេអញ្ចឹងបើបងប្អូនចង់បានកុំភ្លេច comment ខាងក្រោមមកយើងមានលក់ឲ្យតម្លៃសមរម្យហើយសាច់កណាត់ស្អាតណាសាច់កណាត់280 GSM អូខេកំពុងដើររោបងប្រុសបងស្រីអូខេបងប្អូនទីតាំងគាត់ស្អាតមែនទែននិយាយមែនអញ្ចឹងបើបងប្រុសគាត់ម្ចាស់ភូមិថ្មីបានឃើញហើយកុំភ្លេចលើកទឹកចិត្តក៏បានអីក៏បានអត់អីអូខេនេះតំណងណាបាទ vlog នេះអត់មានកាត់ទេបាទបងប្រុសបាទបងប្រុសបងស្រីសុំសួរមួយបាទបាទនេះបងប្រុសនេះបងស្រីដែលបងប្អូនឃើញដែលគាត់កាន់ដៃខ្ញុំហើយបងប្រុសគាត់គឺជាស្វាមីរបស់បងស្រីតែម្ដងបងស្រីគេឆ្ងល់ថាថ្ងៃដែលបងកាន់ដៃប្អូនពាក់ឈុតពណ៌ត្រួយជេកបងមូលហេតុអីដែលបងអត់បានពាក់គ្រឿងអលង្ការចឹងបងគូឆ្ងល់ច្រើនមែនបាទគេថាបងសាមញ្ញចាដោយសារជាទូទៅដោយសារឈុតហ្នឹងវាអត់សូវត្រូវនឹងពាក់គ្រឿងច្រើនហើយខ្ញុំគិតថាវាប៉ុណ្ណឹងគឺអូខេបាទចឹងបងប្អូនដែលបងស្រីកាន់ដៃខ្ញុំហ្នឹងបងប្អូនចូលចិត្តរ៉ូបពណ៌មួយណាជាងគេបងប្អូនអាច comment នៅខាងក្រោមបើសម្រាប់ខ្ញុំចូលចិត្តបងស្រីពាក់អាវពាក់ឈុតពណ៌កាឈូកបាទចុះបងប្រុសវិញបងប្រុស
បងប្រុសពេញចិត្តពេញចិត្តមួយណា ពេញចិត្តមកទូខ្លួន ចុះអូនឯងពេញចិត្ត គ្រប់ឈុត គ្រប់ឈុតហ៎ អាចណាស់ អូខេបាទអញ្ចឹងឥឡូវនេះយើងកំពុងតែនៅភូមិបាទបើម្ចាស់ភូមិថ្មីកំពតបានឃើញកុំភ្លេចជួយជាកាតទូរស័ព្ទ$1 $2ក៏បានដែរដើម្បីអត់ទេទៅសើថាកន្លែងគាត់ស្អាតមែនបងប្អូនខ្ញុំអត់និយាយលេងទេណានេះមើលបងប្រុសស្អាតអត់បងស្អាតឃើញទេពលឺស្អាតខ្លាំងណាស់ មិនស្អាតតែក្នុងរូបហ្នឹងនឹងស្ដែងហ្មង បាទខ្ញុំនិយាយមែនណាមានទាំងកញ្ចក់មានទាំងអីហ៎បងប្អូនអាចមកលេងបានអូខេតោះឥឡូវខ្ញុំគិតថាយើងកាត់ប៉ុណ្្នឹងសិនបងប្អូនចង់ដឹងសកម្មភាពអីទៀតមើលដល់ចប់ណាអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបានតកកឈូសដ៏ឈ្ងុយឆ្ងាញ់មួយហើយអញ្ចឹងការរៀបចំរបស់គេគឺរបៀបខ្មែរតែម្ដងឆ្ងាញ់បងប្អូនឥឡូវមកហូបបានមកដល់ហើយគឺបុកល្ហុងបងស្រីអានេះអីគេបង អានេះវាសាច់ក្តាម អូខេ ហើយខ្ញុំមានឆាក្តាមទៀតអូយចាំតិចបានជុំណាអានេះអានេះហ្វ្រី ហ្នឹងហ្វ្រី អូខេបាទអត់អីទេអូខេអញ្ចឹងតាមដានទាំងអស់គ្នាថាយើងមានអីគេទៀត Hello ទាំងអស់គ្នាមកលេងកន្លែងខ្ញុំផង មិញនិយាយថាឃើញបងទៅការឲ្យបងក្រេបទឹកឃុំនៅហ្នឹងឯង ទឹកឃុំនៅភូមិថ្មីកំពតដោយសារវារីលេចតិចស្រួល ហើយចង់ឲ្យបងហើយរ៉ែងថាមុនហ្នឹងជា fan របស់បងត្រូវហ៎ ចាបង ចង់ឲ្យ idol មានកូនហ្មង កូនគ្រូ3បងឥឡូវគេយក3អត់យក2 2អត់លេងល្បីយក3ហ្មងចឹង មែន ហ្នឹងយក3ហ្មងចំណេញម្ដងហើយហ្មង អូយមានស្លេកណាតាតិចទៀតហ្នឹងគេកែឲ្យស្អាតហើយប៉ុន្តែអ្នកកំពូតស្អាតមែននិយាយមែនបាទចឹងអ្នកនរគ្នាកុំភ្លេចមកលេងនៅទីនេះផង កំពតបងភូមិថ្មីកំពត យ៉ាចឹង ចំណែង ចឹងខ្ញុំសន្យាថាខ្ញុំនឹងយកកូន3ឲ្យបានណាកូនភ្លុះ3អូខេ អូខេបង អូខេ good hello តើឥឡូវយើងទៅសួរក្មេងៗតិចមើល hello ក្មេងៗនេះក្មេងៗស្អាតណាស់អ្នកទាំងអស់គ្នាអូនឈ្មោះអី មួយតាណា អូហូហើយចុះអូនអោខ្មែរអូន មួយលី អូហើយចុះអូននោះ មួយបារី ហើយចុះអូននេះ មួយយ៉ា ចុះអូននេះ មួយអែន អូននេះ មួយបារី អូហូឈ្មោះសុទ្ធតែស្អាតតែម្ដងអានេះគឺជាអ្នកស្អាតអ្នកកំពូនណាបងប្អូនបាទនិយាយទៅគឺអូនឯងដឹងតែបងទៅម្ការទៅឯងត្រូវអត់ ចា ឃើញអត់ចុះ ហើយ អញ្ចឹងអូនឯងធ្លាប់មើលវីដេអូបងត្រូវអត់ចុះបើសិនជាបងចង់មាន baby អូនឯងចង់ឲ្យបងមាន baby ហ្មង 2 មាន2ហ៎យកកូនភ្លោះមកឬមួយក៏មិន ព្រោះ អូយបាទនិយាយទៅគឺថា trending តែម្ដងបាទអូខេខ្ញុំនឹងខំប្រឹងដើម្បី fan របស់ខ្ញុំបាទអញ្ចឹងខ្ញុំធ្វើម៉េចខំប្រឹងធ្វើម៉េចឲ្យបានកូនភ្លោះ2កយោកូនភ្លោះ3កយោអញ្ចឹងបងប្អូនដែលអ្នកកំពុងតែមើលហ្នឹងចង់បានដូចពួកគាត់អត់បើចង់បាន comment ពាក្យថា yes ទាំងអស់គ្នាមកអូខេបាទនេះចែនេះក៏រុះរាយដែរនេះបាទនិយាយទៅអ្នកកំពតសារុះរាយទាំងអស់ហ្នឹងខ្ញុំចូលចិត្តណាស់អ្នកណាគេដែលរុះរាយចូលចិត្តណាស់បងប្អូនយើងបាទអូយទេសភាពស្អាតណាស់និយាយមែនហ៊ូបងស្រីមិញគេfan ខ្ញុំគាត់សំណូមពរថាបងរងទៅម្ការហើយអញ្ចឹងគេសំណូមពរឲ្យខ្ញុំហ្នឹងយកកូនភ្លោះ3មកគេកំពុងល្បី ហ្នឹងហើយអរិយយកកូនភ្លក់3ខាងសុទ្ធវិកៈវកណូនចំហ្មង មែន ឲ្យទៅបាន3 ខ្ញុំនឹងខំប្រឹងបងស្រីក៏គាត់គ្រប់ត្រូលដែរបងប្អូនគាត់ភ្លោះ3អូខេ3កយោ2កយោបាទអញ្ចឹងខ្ញុំនឹងខំប្រឹងនេះណែអ្នកនរគ្នាអញ្ចឹងអានេះខ្ញុំកាត់ត្រឹមភាគ1សិនអញ្ចឹងបងប្អូនកុំភ្លេចតាមដានភាគ2ទាំងអស់គ្នាថាមានអ្វីកាត់ឡើងបន្ថែមទៀតអញ្ចឹងណាបងប្អូនអំឡុងពេលដែលយើង
ក្រេបទឹកឃ្មុំអូខេអញ្ចឹងកុំភ្លេចជួបគ្នានៅភាគ2ទៀត